នេះអ្នកទាំងអស់គ្នាសាមញ្ញដកមួយពេលយប់ឥឡូវមានសភាពបែបនេះហើយបន្លែដែលយើងដាំនៅខាងក្រៅព្រោះបន្លែទាំងអស់នេះវាអត់អាចធន់នឹងអាកាសធាតុត្រជាក់បានអញ្ចឹងស្លឹកវាគឺស្រោកបែបនេះហើយចំណែកផ្កានៅនោវិញគឺមានផ្កាចឹងណាហើយនិយាយថាត្រឡាចនោយើងទៅពេញដើមហើយទ្រើងហ្នឹងពីមុនល្អជាទេដោយសារតែផ្លែត្រឡាចច្រើនពេកនេះផ្លែឡើងដួទ្រើងតែម្ដងតែអាពីរនេះទៅលើកឡើងវិញទេដួផ្ងាជើងហើយមកនេះមកនេះដលងវិញនេះដលងដាំច្រកបេអញ្ចឹងណាអ្នកទាំងអស់គ្នាតែអត់មើលប៉ុណ្ណាដែរតឡាចមានគ្រប់ច្រកដើម្បីតែបេដលងនេះក៏ដួដែរយកងាប់មើលដាក់នេះអស់ថ្មិញអស់អីនេះក៏ដាច់មកក្រំព្រោះនេះដលងអ្នកទាំងអស់គ្នានេះមើលអូរើចេញបន្តិចញ៉ៃញ៉ៃដូចមើលមកទៅធំមកទេនេះអូនេះធំដូចមានតិចអូនេះមើលគេបែបនេះគេធំឯងតែក៏អត់ត្រូវដាក់ទឹក